ចំណេះដឹងខ្លះៗដែលបងប្អូនកំពុងតែចិញ្ចឹមកូនឆ្មាតូចចឹងចំណុចដំបូងអ្នកទាំងអស់គ្នាគួរតែមានកន្លែងគេងមានចានដាក់ទឹកនិងចានដាក់ចំណីហើយមួយវិញទៀតដែលអត់អាចភ្លេចបាននោះគឺប្រអប់ខ្សាច់ហើយចំណុចទី2វិញបងប្អូនទាំងអស់គ្នាគួរតែមានអាហារសម្រាប់ឆ្មាញ៉ាំមួយថ្ងៃ3ទៅ4ដងហើយទឹកត្រូវតែស្អាតគ្រប់ពេលហើយចំណុចទី3ចំពោះសុខភាពឆ្មានៅក្នុងមួយសប្តាហ៍មុនដំបូងរបស់កូនឆ្មាហ្នឹងបងប្អូនទាំងអស់គ្នាគួរតែយកទៅជួបពេទ្យម្ដងហើយការចាក់វ៉ាក់សាំងរយៈពេលដែលឆ្មាហ្នឹងមានអាយុ6ទៅ8ខែហើយត្រូវឲ្យកូនឆ្មារបស់អ្នកទាំងអស់គ្នាហ្នឹងគួរតែញ៉ាំថ្នាំព្រូនហ្នឹង3ខែម្ដងហើយឯចំណុចទី4ហ្នឹងគឺអនាម័យអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែសម្អាតរោមរបស់ឆ្មាអ្នកទាំងអស់គ្នាហ្នឹងគឺយ៉ាងតិចនៅក្នុងមួយសប្តាហ៍ម្ដងហើយត្រូវសម្អាតប្រអប់ដែលមានខ្សាច់ហ្នឹងគឺជារៀងរាល់ថ្ងៃហើយចំណុចចុងក្រោយបងប្អូនទាំងអស់គ្នាគួរតែបង្វឹកសាច់ឆ្មារបស់អ្នកទាំងអស់គ្នាហ្នឹងគឺឲ្យប្រើប្រាស់ប្រអប់ខ្សាច់ជារៀងរាល់ថ្ងៃចាំបើសិនជាបងប្អូនមានចម្ងល់ទៅលើការចិញ្ចឹមសត្វឆ្មាបងប្អូនអាចឆាតមកក្នុង Page ឬក៏តាម Telegram បាន